នេះគឺជាវីដេអូទី4នៃការធ្វើដំណើរកម្សាន្តទៅខេត្តកោះកុងវីដេអូនេះចប់ហើយទី4នេះម្សិលមិញថ្ងៃទី16ខែមេសាឆ្នាំ2026នៅខាងទីរួមខេត្តកោះកុងសម្រាប់នៅទីរួមខេត្តកោះកុងហើយឥឡូវនេះថ្ងៃនេះទី17ខែមេសាឆ្នាំ2026ត្រឡប់ពីទីរួមខេត្តមកកោះស្ដេចនេះមកកោះស្ដេចនេះគឺសម្រាប់នៅកោះស្ដេចមួយយប់ទៀតនឹងមកដល់ហើយខ្ញុំថតទេសភាពនៅកោះនៅក្នុងកោះស្ដេចនោះលឹមហ្នឹងណានេះរៀបចំវ៉ាលីរៀបចំប្រដាប់ប្រដាយដាក់ទូកហើយដើម្បីទៅសម្រាប់នៅលើកោះមួយយប់ទៀតទូកគេចាប់ផ្ដើមចេញហើយចំណែកទូកពួកខ្ញុំណាកំពុងតែរៀបចំអាវ៉ាហ្នឹងដាក់លើទូកហើយចាប់ផ្ដើមចេញដែរហើយចាប់ផ្ដើមចេញដំណើរហើយឃ្លាតឆ្ងាយហើយចាប់ផ្ដើមឃ្លាតឆ្ងាយពីកន្លែងផែហើយចិត្តប្រហោងពោះចិត្តតែមានអារម្មណ៍មួយស្មើហ្នឹងហើយថតចេះថតប្រឡប់ដល់ពេលមើលវីដេអូមានអារម្មណ៍មួយថាភ័យស្មើសម័យthángនៅខាងក្រោមនឹងជំរឿម៉ានេះខ្ញុំនិយាយចឹងបងប្អូនយល់ណានៅខាងក្រោមđangជំរឿម៉ានេះមកមើលវីដេអូភ័យមានអារម្មណ៍ថាភ័យណាភ័យខ្លាចចេះតែស្មើសម័យគិតអីខាងក្រោមđangជំរឿណាអីចឹងណាតែគិតតែម្នាក់ឯងតែអ្នកបងប្អូនដែលធ្លាប់ជិះគិតដូចខ្ញុំដែរក៏មិនដឹងហ្នឹងហើយអ្នកដែលជិះកំពុងជិះទាំងអស់គ្នាគិតដូចខ្ញុំក៏មិនដឹងឬមួយក៏មិនខ្ញុំអត់ដឹងដែរតែសម្រាប់ខ្ញុំគិតអញ្ចឹងចេះតែគិតនៅខាងក្រោមនឹងជំរឿណាហ្នឹងហើយចាប់ដើមទៅចិត្តដល់កោះហើយឃើញហ្នឹងកោះនៅមុខហ្នឹងនេះខ្ញុំថតសមុទ្រលេងមើលទេសភាពសមុទ្រខ្យល់រលកនេះក្បាលទូកនោះអបជិះទៅលឿនណាស់មុខបែកទឹកខ្ចាយគេធ្លាប់ជិះមានខ្លាចអីតែយើងមិនដែលធ្លាប់ចេះតែមានអារម្មណ៍មួយវាមិនលះហ្នឹងអារម្មណ៍អត់លះទេតែគេនៅនឹងហ្មងវាអត់ភ័យខ្លាចអីគេធ្លាប់ហើយបើកអបបែកទឹកខ្ចាយឡើងហោះផ្លែតដល់នេះទូកគេបើកធម្មតាមិនលឿនមិនបខំទេគេជិះធម្មតាគេមិនឲ្យយើងភ័យទេទោះបីយើងមិនធ្លាប់ជិះក៏មានអារម្មណ៍មួយរៀងកក់ក្ដៅបន្តិចដែរព្រោះវាអត់បខំហ្នឹងគេបើកធម្មតានេះថតជាមួយកូនស្រីឲ្យបានឃើញខ្លួនឯងខ្លះហើយនៅក្នុងទូកហ្នឹងគ្នាច្រើនដែរណាចូល40នាក់ជាងទាំងចាស់ទាំងក្មេងហ្នឹងហើយជាលក្ខណៈគ្រួសារធំបងប្អូនមីងមីមកដល់កន្លែងផែហ្នឹងហើយមកដល់ហើយចូលផែអ្នកទូគាត់ចងរៀបចំវ៉ាលីប្រដាប់ប្រដារើចេញពីទូកមកនៅសម្រាប់នៅកោះស្ដេចនឹងមួយយប់ទៀតគ្នាច្រើនម្ល៉េះហើយខោអាវនឹងប្រដាប់ប្រដារបស់របរនឹងក៏ច្រើនតាមនឹងដែរមកគ្នារើរុះឡើងពីទូកមកដាក់នៅកន្លែងផែនេះនៅរងចាំឡានផ្ទះសំណាក់គេមកយកគេឲ្យនៅចាំនៅនឹងផ្ទះសំណាក់គេមកយកនៅរងចាំកន្លែងផែនេះគឺលហើយស្រួលខ្យល់អាកាសល្អខ្យល់ត្រជាក់ហ្មងឡើយហ្នឹងនៅរងចាំឡាននេះនៅនេះជិះឡានទៅផ្ទះសំណាក់កូនឡានគេធ្វើទូចកញឹបណាកូនឡានទូចផ្លូវល្មមឡើយគេធ្វើកូនឡានទូចហ្នឹងជិះល្មមផ្លូវហ្នឹងដែរនេះផ្លូវទូចមានធំហើយល្មមអញ្ចឹងមានអារម្មណ៍សប្បាយរីករាយឃើញណាមកដល់ផ្ទះសំណាក់មកដល់ផ្ទះសំណាក់សម្រាប់នៅផ្ទះសំណាក់នេះមួយយប់ទៀតកូនស្រីឬ
តែទឹកឃើញតែទឹកហ្នឹងសប្បាយចង់ទៅងូតទឹកហ្នឹងនេះមិនដល់ក្នុងផ្ទះសំណាក់ឯងមកពីក្តៅដល់ចូលទៅក្នុងផ្ទះហ្នឹងតិចលហំណាបងប្អូនគេណាគឺសប្បាយចិត្តហ៎សប្បាយចិត្តឃើញពូកស្អាតឃើញក្រែស្អាតចូលមើលតិចគេសប្បាយនេះបងគេរំណាអូនគេទៅជួសគេលើកអីនៅគេរៀបចំធ្វើដូចមែនតើណាគេគេមានក្តីសុខគេណាធ្វើបិទភ្នែកណែនាំគ្នាមកសមុទ្រហើយណែមកសមុទ្រមកងូតទឹកលេងណាថតទេសភាពសមុទ្រមើលឃើញកោះនៅដាច់ស្រយាលខ្យល់រលកខ្យល់ត្រជាក់ល្អមានអារម្មណ៍ស្រស់ស្រាយមានអារម្មណ៍ល្អមែនតើមើលសមុទ្រមើលទឹកឡើងថ្លាដុំថ្មកាន់ស្លែរលកបក់បោកលើខ្យល់វូស្នោះតែពេលថតហើយអង្គុយមើលវីដេអូទៅស្នោះមកនឹងស្នោះគេថាមិនចង់មកចង់នៅមើលទឹកហ្នឹងខ្យល់អាកាសល្អត្រជាក់លហើយហើយផ្ទះសំណាក់គេនៅក្បែរហ្នឹងណែកូនកំមុំហ្នឹងពងគូដីងើបហើយខ្ញុំនឹងចុះងូតទឹកនឹងងូតជាមួយកូនចៅហ្នឹងឯងតាមចិត្តចង់មិនចង់ឯងណែងូតជាមួយកូនណែកូនបើកឡើងជិះឲ្យហែលគេចង់ហែលទឹកឲ្យជិះលើខ្នងទៅក៏ហែលនេះរត់បងរត់ទៅក្មេងៗសប្បាយគ្នាបានងូតទឹកសប្បាយគ្នាទៅលេងហ្នឹងគោលបំណងដើម្បីងូតទឹកដែរក្មេងៗតែឃើញទឹកចង់ចុះទៅលើទូកណាគ្រួសារខ្ញុំគេទៅងូតទឹកជាមួយកូនដែរណាកូនចេះតែហាវណាចេះងូតកំដរកូនទៅឲ្យចង់មិនជាចង់ទេខ្ញុំក៏ដូចគ្នាមិនជាចង់ងូតលេងទៅណែសប្បាយពេកហែលបុកគ្នាយំឲ្យកូនស្រីបើកខ្ញុំបានងូតទឹកសប្បាយហែលបុកគ្នាយំនឹងអត់ចេះលួងមិនងាយស្ងៀមទេតែខ្ញុំឲ្យអញ្ចឹងខ្ញុំចេះលួងកូនដឹងចរិតកូនលួងបាត់ណែបានយំមានប្រមាណគ្នាសប្បាយគ្នាក្មេងរត់គ្មានទេបើបដ ாய் នឹងមិនក្មេងអត់នៅមើលដឹងយ៉ាងម៉េចយ៉ាងម៉ាទេណែកូនបើគូបេះដូងនឹងអសអីណាខ្ញុំនេះគូបេះដូងមួយដែរទៅចេះគូលេងណានឹងដោយសារកូនបើគូខ្ញុំរនឹកអត់ឃើញដែរណាមកកណ្ណាថតទៅខ្នងណានេះគឺងូតខាងណាថ្មចោះថ្មល្អល់គ្រួសារខ្ញុំទៅនឹងបាត់គេដើរពីនេះទៅដល់ហ្នឹងចោះនេះខ្ញុំថតពីចម្ងាយ
ទីងវាចម្ងាយទៅខ្ញុំទៅដែរទៅងូតក្បែរប្រពន្ធដែរកុំឲ្យប្រពន្ធអន់ចិត្តថាយើងអត់ទៅក្បែរចុះទៅណែដល់មើលវីដេអូភ័យនៅខាងនោះពីក្រោយហ្នឹងពីមុខហ្នឹងឥឡូវលោកជ្រៅនឹងទៅនោះថ្មហ្នឹងឯមិនតិចពីក្រោយខ្ញុំហ្នឹងទឹកជ្រៅហ្មងឥឡូវថ្មបន្តិចហ្នឹងបានល្អល់ទៅបន្តិចហ្នឹងជ្រៅឡើងហ្នឹងទៅល្អល់ហ្នឹងតែហ្នឹងជ្រៅហើយចេះទៅហើយស្វាថ្មល្អល់ហ្នឹងណាមកលើប្រពន្ធលោកបុកមកធ្លាក់លើប្រពន្ធគ្នានោះថ្មនៅប្រខំហើយទៅទៅលើទៀតនឹងមិនដែរទុកមកជាប់ទៀតលោកមកនឹងសบายមួយយ៉ាងដែរមានអីហ្នឹងហើយតើល្អល់អាពីខូនជ្រៅនោះទុបដល់កន្លែងថ្មបន្តិចទៀតពីខូនបន្តិចហ្នឹងជ្រៅហើយចេះតែហ៊ានដល់មើលវីដេអូភ័យចេះតែហ៊ានណាលុះធ្លាក់ទៅភ្លុចនេះជាលោកខ្លះតែលោកបកទៅទៀតហ្នឹងcònមិនដែរចេះនឹកឃើញមើលវីដេអូភ័យក្រោយណាខ្ញុំឡើងមកវិញងូតបានយូរមកចេះខ្លាចទឹកដែរថតប្រពន្ធហ្នឹងគាត់សប្បាយចិត្តគាត់បានងូតទឹកសមុទ្រណែគាត់ឡើងមកវិញឡើងណាអត់មានអ្នកបដាប្រពន្ធឯងហ្នឹងទៅបដាគេធ្វើអីហ្នឹងដើរតួពីអ្នកប្រពន្ធហ្នឹងទៅផ្ទះសំណាក់វិញផ្លាស់ខោអាវងូតទឹករួចហើយណែពេលល្ងាចមើលមាត់សមុទ្រហ្នឹងអាកន្លែងម្ដុំងូតទឹកមិញហ្នឹងហ្នឹងស្រូបយកខ្យល់អាកាសពេលល្ងាចស្ដាយឡើយទេបតបអត់បានថតថ្ងៃលិចតើមកទៅថ្ងៃលិចបាត់អត់បានថតហើយងាយអីបានទៅមិនងាយបានទៅទេដល់បានទៅអត់បានថតថ្ងៃលិចដល់មកដល់ថ្ងៃលិចបាត់អត់ចាំអង្គុយលេងយកខ្យល់អាកាសនេះក្មេងៗគេសប្បាយគេថតលេងណាពីអ្នកប្តីប្រពន្ធគេអង្គុយមុខណានេះពីអ្នកប្តីប្រពន្ធគេអ្នកក្មេងៗគេថតលេងគេមានអារម្មណ៍ស្រស់ស្រាយខ្យល់អាកាសមកណាល្ងាចហើយចាប់ដើមល្ងាចហើយងឹតដើរហើយតែមើលឃើញកោះនៅខាងនោះសឡំនេះអង្គុយយកខ្យល់អាកាសអង្គុយយកខ្យល់អាកាសផងនៅចាំអ្នកដែលស្ទូចត្រីនោះគេទៅបាត់ជីទូទៅមកទូកនឹងអង្គុយចាំអ្នកស្ទូចត្រីនោះទូកនោះលំនេះមើលហើយមើលស្ទូចមានបានស្អីគេអត់ទេនឹងចេះជិះលេងទៅចឹងណាស្ទូចមានអីមានបានតែខ្ញុំមិនហ៊ានទៅណាមួយក្មេងខ្មាំងទៅតាមចឹងអត់ទៅឥឡូវប្រកាយនេះទេសភាពថ្ងៃរះនៅលើកោះស្ដាច់ហ្នឹងហើយប្រកាយណែញ៉ាំអាហារពេលព្រឹកណែញ៉ាំអាហារពេលព្រឹកនេះកូនបើបួងយកនេះកូនបងនេះក៏បួងយកដែរនេះឃ្លានហ្នឹងសាច់ឆ្ងាញ់ហើយបានកាទៀវបានមីនឆ្ងាញ់នេះខ្ញុំមកដងបារាណនេះកន្លែងនេះនៅលើកោះស្ដាច់ហ្នឹងណានេះទឹកសាបទឹកហ្នឹងចឹងខែមុនហ្នឹងអូនេះនៅនឹងមានទឹករហូតទេទឹករហូតខែភាសានៅទឹកឡើងហ្នឹងហេទឹកសាបទេបាទទឹកហ្នឹងទឹកសាប
បាទណាទៅយកពុកមាត់នេះគេបាទយកស្ដីស្ដីឆ្នាំថ្មី bỏ em cái đây chưa đây chưa đâu mà cái đây chưa អាឡាក់ដល់ទៅទេបាទ to nó là ទឹកសាបមិនមែនទឹកប្រៃ មើលនៅកន្លែងហ្នឹងខ្ញុំទឹកប្រៃមែនទេ បាទមកជុំវិញកោះសមុទ្រនេះ មើលហើយ chứ bây giờ mình tập cả ហ្នឹងបានឆ្ងល់នឹងតម្លៃអាបើដល់អានោះមកបើ đó lắm ណាប្រហោងចេញណាប្រហោង tiền rồi ដល់ hai em đau á con chụp đâu thì lên យើងខ្ញុំដាក់កោអត់មិនគឺចាស់ហ្នឹងហើយវិញហើយហ្នឹងហើយ thì ra học bao kia đặt nước sau ចេះបានអត់មានទៅចេះទេមកវិញ តោះឡើយមកវិញប៉ុណ្ណឹង គ្នាយើងទៅចេះមកអត់ឃើញទៅវិញចឹង ដល់នេះទៅតាម ចូលទៅផ្សារនោះcũngដឹង nó cô nó được dây mau ạ dây mau ạ nó má ធំរាយើងទៅប្រាប់គូនៅនេះ nạt nè ដៃកន្លោះយើង ទឹកត្រជាក់លុបមុខទៅស្រស់ស្រាយមានកម្លាំងទឹកក្នុងដងឥឡូវរៀបចំប្រដាប់ប្រដាត្រឡប់ទៅវិញហើយដាក់លឡានត្រឡប់ទៅវិញហើយអញ្ចឹងផ្ទះសំណាក់គេនេះគេមានកូនឡានហ្នឹងសម្រាប់ដាក់ភ្ញៀវមកឲ្យទៅឥឡូវដល់ពេលទៅហើយនឹកឃើញសំណោះដែរណាសំណោះមែនតើដល់អញ្ចឹងទៅអត់ចង់ចាញ់តែគាត់ថាយើងមិនមែនផ្ទះនៅហ្នឹងបានតែលេងប៉ុណ្ណឹងចាត់ទុកថាជាពេលវេលាមួយដ៏ល្អឆ្លៀតឱកាសឆ្លៀតពេលបានទៅដល់ហ្នឹងតែគាត់ចេះស្ដាយអត់ចង់មកចេះនឹកហ្នឹងហើយថតបងប្អូនឲ្យមើលទាំងអស់គ្នាទៅទុកជាអនុស្សាវរីយ៍បងប្អូនដែលមិនធ្លាប់បានទៅក៏បានមើលសមុទ្រអីចឹងដែរแล้วមកដល់កន្លែងផែចាំទូកហើយទូកគេអត់ទាន់មកនៅឈរចាំលេងហូបក្រែមកៃហូបអីចឹងទៅបងប្អូនខ្លះក៏ទិញនំនៅឯហូបធម្មតាទៅតាមចំណង់ចំណូលចិត្តទូកមកដល់ហើយរៀបចំប្រដាប់ប្រដាវ៉ាលីដាក់ចូលទូកវិញហើយចេញដំណើរត្រឡប់មកផ្ទះវិញលីហើយកោះស្ដាច់លីហើយខេត្តកោះកុងណាបានអនុស្សាវរីយ៍ពីយប់3ថ្ងៃការដើរកម្សាន្តខេត្តកោះកុងនេះចាប់ពីថ្ងៃទី16ខែមេសា2026ដេកនៅទីរួមខេត្តមួយយប់ហើយថ្ងៃទី27ខែមេសា2026មកគេងនៅកោះស្ដាច់មួយយប់ចឹងពីយប់ណាដល់ថ្ងៃទី18ឥឡូវនេះថ្ងៃទី18ខែមេសាឆ្នាំ2026ត្រឡប់មកផ្ទះបញ្ញាយនឹងរៀបចំអីវ៉ៃវ៉ាន់ដាក់ទូកត្រឡប់មកផ្ទះហើយចឹងពីយប់3ថ្ងៃហ្នឹងហើយពីយប់3ថ្ងៃការដើរកម្សាន្តនៅខេត្តកោះកុងនេះបងប្អូនខ្លះគាត់ដាក់វ៉ាលីដូចឡើងកប៉ាល់ហោះចឹងនេះអាវ៉ាលីរុញហ្នឹងហើយចឹងចាប់ដើមចាញ់ទូកមកហើយឆ្ងាយបន្តិចម្ដងចិត្តនៅអឡោះអាឡៃនឹងអឡោះអាឡៃពីព្រោះយប់មិញនៅគេនៅឥឡូវព្រឹកឡើងចេញមកអឡោះអាឡៃណែថតជាមួយគ្រួសាររ៉ូម៉ាន់ទិកបន្តិចហ្នឹងហើយថតឲ្យបានច្រើនទិដ្ឋភាពទុកគ្រាន់មើលពីព្រោះมันងាយបានទៅខ្ញុំក៏ព្យាយាមថតខ្លួនឯងឲ្យបានច្រើនណាស់នេះឲ្យបានឃើញខ្លួនឯងច្រើនដែរឲ្យថតបងប្អូនក៏បានឃើញច្រើនឲ្យបានមើលទាំងអស់គ្នាទៅ
ជាអនុស្សាវរីយ៍ថតទេសភាពសមុទ្រនេះក៏បានច្រើនដែរហ្នឹងថតគឺមិនងាយបានមកបានទៅណាហ្នឹងមិនងាយទេពេលវេលាយើងតែបើយើងមានពេលក៏យើងខ្វះខាតអីផ្សេងវាយើងមិនមានគ្រប់ទេហ្នឹងហើយឲ្យមានគ្រប់តែម្ដងអត់មានទេអញ្ចឹងវីដេអូការដើរកម្សាន្តខេត្តកោះកុងរយៈពេល2យប់3ថ្ងៃចាប់ពីថ្ងៃទី16ថ្ងៃទី17ហើយមកដល់ថ្ងៃនេះទី18វីដេអូទី4ហ្នឹងចប់ប៉ុណ្ណឹងណាហ្នឹងហើយនឹងចប់ប៉ុណ្ណឹងហើយការដើរកម្សាន្តនៅក្នុងខេត្តកោះកុងនេះហើយក៏សូមអរគុណចំពោះមេងពូដែលបានឧបត្ថម្ភថវិកាជួយចេញថ្លៃឡានណាគាត់ព្រីថ្លៃឡានគ្រួសារសម្រាប់ដើរកម្សាន្តក្នុងទីរួមខេត្តកោះកុងលើបានមកដល់កន្លែងឡានក្រុងនេះហ្នឹងហើយរៀបចំវ៉ាលីដាក់លើឡានក្រុងឲ្យខ្ញុំថតចុងក្រោយនេះហ្នឹងហើយថតចុងក្រោយអរគុណបងប្អូនដែលបានទស្សនាវីដេអូតាំងពីដើមដល់ចប់ហើយក៏សូមជូនពរបងប្អូនជួបតែសំណាងល្អសុខភាពល្អសូមជម្រាបលាបាយបាយ